គុំមកមនុស្សតែសម្បកក្រៅសួស្តីប្រិយមិត្តសាប់ឆានណាផលខេបវិភាគកន្លងទាំងអស់គ្នាវិលមកជួបគ្នាវិញម្ដងទៀតហើយកាលពីអេពីសូតមុនខ្ញុំបានលើកយកប្រធានបទ5វិធីសាស្ត្រដើម្បីផ្លាស់ប្ដូរទម្លាប់មិនល្អឬវិធីសាស្ត្រផ្ដាច់បារីរបស់លោកកាឡូស អានសេឡូទី សម្រាប់អ្នកទាំងអស់គ្នាដែលមិនតាមបានស្ដាប់អេពីសូតមុនរបស់ខ្ញុំអាចចូលទៅស្ដាប់ក្នុង Channel វិភាគកីឡាបាននៅក្នុងបទសម្ភាសន៍មួយលោកកាឡូស អានសេឡូទីបានទម្លាយរឿងរ៉ាវមួយចំនួនដែលបានកើតឡើងក្នុងកំឡុងបេដៅរុកលោកនៅដឹកនាំក្រុម AC Milan កាលពីឆ្នាំ2007កន្លងទៅគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបាននិយាយថាការខ្ញុំធ្វើជាគ្រូបង្វឹកដឹកនាំក្រុម AC Milan ក្រុមរបស់ពួកយើងបានចុះហត្ថលេខាផ្ទេរយកកាឡាក៏រ៉ូណាល់ដូ ណាសារីយ៉ូដែលកាលនោះខ្សែប្រយុទ្ធសញ្ជាតិបរិសុទ្ធរូបនេះមានទម្ងន់ធ្ងន់រហូតដល់100គីឡូជាងឯណោះហើយនៅមុនការប្រកួតបានចាប់ផ្ដើមខ្ញុំបានប្រាប់គាត់ថារ៉ូណាល់ដូឯងប្រហែលជាមិនអាចលេងបាល់បានទេមកទៅឯងគួរតែសម្រាប់គីឡូខ្លះទៅរ៉ូណាល់ដូបានឆ្លើយតបមកខ្ញុំវិញយ៉ាងដូចថាតើលោកគ្រូចង់ឲ្យខ្ញុំធ្វើអ្វីនៅទីលេងប្រកួតប្រសិនបើលោកគ្រូចង់ឲ្យខ្ញុំរត់លោកគ្រូដាក់ខ្ញុំអង្គុយនៅកៅអីបងរងទៅចុះប៉ុន្តែប្រសិនបើចង់បានក្របបាល់ដាក់ខ្ញុំឲ្យចូលលេងទៅចុះពេលនោះខ្ញុំបានប្រថុយដាក់គាត់ឲ្យចូលលេងរ៉ូណាល់ដូមិនព្រមរត់តទៅសោះពេញ90នាទីប៉ុន្តែគាត់សុទ្ធបាន2គ្រាប់ម្នាក់ឯងក្រោយពីបានស្ដាប់រឿងរ៉ាវរបស់លោកកាឡូស អានសេឡូទីនិងកីឡាកររ៉ូណាល់ដូមកបានធ្វើឲ្យខ្ញុំនឹកឃើញដល់សុភាសិតរបស់ខ្មែរយើងដែលធ្លាប់តែពោលថាកុំវិតម្លៃលើមនុស្សតែសម្បកខាងក្រៅមិនមែនមានតែនៅក្នុងសុភាសិតរបស់ខ្មែរយើងមួយទេសូម្បីតែខាងប៉ែកអឺរ៉ុបក៏គេមាន quote របស់គេដែរដែល quote នោះនិយាយថា Don't judge the book by its cover ដែលមានន័យជាខេមប្រភាសាថាកុំមកមនុស្សតែសម្បកខាងក្រៅស្រដៀងគ្នាទៅនឹងសុភាសិតរបស់ខ្មែរយើងដែរនៅក្នុងអេពីសូតនេះខ្ញុំនឹងលើកពីវិធីសាស្ត្រមួយចំនួនដែលជួយឲ្យយើងកុំឆាប់វិតម្លៃឬវិនិច្ឆ័យទៅលើនរណាម្នាក់ឆាប់រហ័សពេកតើអ្វីទៅគឺជាតម្លៃនៅក្នុងវចនានុក្រមរបស់ព្រះសង្ឃរាជណាតពាក្យថាវិតម្លៃមានន័យថាគឺជាការកំណត់តម្លៃឬការសន្និបាតចំពោះវត្ថុមួយកំណត់ឬព្រឹត្តិការណ៍ណាមួយតម្លៃរបស់មនុស្សមិនស្ថិតទៅលើសម្បកខាងក្រៅនោះទេនេះគឺជាទ្រឹស្ដីដែលមនុស្សទូទៅតែងតែយកមកនិយាយប៉ុន្តែជាស្ដៅនៅលើពិភពលោកនិយាយជាទូទៅនិងនិយាយដល់ឡែកនៅក្នុងសង្គមខ្មែរសម្បកខាងក្រៅពេលខ្លះនៅតែមានតម្លៃជាងសម្បកខាងក្នុងសម្បកខាងក្រៅមានន័យថាអ្វីៗដែលនៅខាងក្រៅអាចប៉ះបានអាចស្ទាបបាននិងមើលឃើញដល់ភ្នែកឧទាហរណ៍ដូចជារូបសម្រស់ភាពសង្ហាសម្លៀកបំពាក់ការតុបតែងឡាននិងសម្ភារៈនិយមជាដើមរីឯសម្បកខាងក្នុងគឺជាអ្វីៗដែលនៅក្នុងខ្លួនរបស់មនុស្សមានដូចជាចំណេះដឹងភាពស្មោះត្រង់គុណធម៌ចិត្តធម៌ការជួយយកអាសានិងសេចក្តីទៀងត្រង់ជាដើមតើហេតុអ្វីយើងមិនគួរមើលមនុស្សឬវិនិច្ឆ័យលើមនុស្សតែសម្បកខាងក្រៅមូលហេតុដែលយើងមិនគួរវិតម្លៃមនុស្សតែសម្បកខាងក្រៅព្រោះដើម្បីការពារកុំឲ្យយើងមើលមនុស្សខុសយើងមិនគួរធ្វើការវិតម្លៃទៅលើនរណាម្នាក់ដោយត្រឹមតែមើលពីសម្បកខាងក្រៅនោះទេឧទាហរណ៍ជាស្ដែងមួយនៅក្នុងភាសាបាល់ទាត់មានបណ្ដាអ្នកវិភាគបាល់ទាត់ជាច្រើននៅក្នុងប្រទេសអង់គ្លេសបានសើចចំអកចំពោះទម្រង់លេងរបស់កីឡាករ Marc Chiurola យ៉ាងខ្លាំងដែលបណ្ដាអ្នកវិភាគបាល់ទាត់ទាំងអស់នោះបាននិយាយថាកីឡាករ Marc Chiurola មិនគួរណាមានឈ្មោះក្នុងបញ្ជីជម្រើសជាតិរបស់ក្រុមកោជអេស្ប៉ាញនោះទេព្រោះទម្រង់លេងរបស់គាត់នៅក្លឹបតោក្យូ Chelsea មិនល្អសោះឡើយប៉ុន្តែការពីព្រឹត្តិការណ៍Euro ឆ្នាំ2024កីឡាករ Marc Chiurola នេះហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យក្រុមជម្រើសជាតិរបស់គាត់ក្លាយជាម្ចាស់ពាននៃពានរង្វាន់ជើងឯក Euro ឆ្នាំ2024នៅឯប្រទេសអាល្លឺម៉ង់បើតាមខ្ញុំគិតមូលហេតុដែលបណ្ដាអ្នកវិភាគបាល់ទាត់នៅឯប្រទេសអង់គ្លេសហ៊ានវិតម្លៃទៅលើសមត្ថភាពរបស់ Marc Chiurola ព្រោះដោយសារតែកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះមានរូបរាងមិនសូវជាស្អាតប៉ុន្មានទេជាពិសេសគឺម៉ូតសក់របស់គាត់តែម្ដងគឺរញ៉េរញ៉ៃយកតែមែនទែនឧទាហរណ៍ទី2កាលពីឆ្នាំ2010វរៈបារាសញ្ជាតិអាសង់ទីន Diego Maradona ធ្លាប់បានមើលងាយដល់កីឡាករ Thomas Muller ថារូបគេត្រឹមតែជាក្មេងរបល់តែប៉ុណ្ណោះមិនស័ក្តិសមមកអង្គុយរួមតុថ្លែងសន្ទរថាជាមួយគាត់នោះទេប៉ុន្តែក្រោយមកខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ Thomas Muller បានស៊ើបបញ្ចូលទីចំនួន2គ្រាប់ទម្លាក់ក្រុមជម្រើសជាតិអាសង់ទីនចេញពីព្រឹត្តិការណ៍នៃពានរង្វាន់ FIFA World Cup ឆ្នាំ2010ហើយ Thomas Muller បានឈ្នះពានរង្វាន់ស្បែកជើងមាសក្លាយជាកីឡាករដែលស៊ើបបញ្ចូលទីបានច្រើនជាងគេប្រចាំ FIFA World Cup ទៀតផងឧទាហរណ៍ទី3ខ្ញុំសូមលើកយករឿងក្នុងអក្សរសិល្ប៍របស់ខ្មែររបស់យើងគឺរឿងកូឡាប៉ែលិនយើងមកធ្វើជាឧទាហរណ៍ត្រង់ឈុតពេលដែល Connery ឃើញចៅចិត្តជាលើកដំបូងដល់កាលនោះ Connery ក៏បាននិយាយវិតម្លៃចំពោះចៅចិត្តយ៉ាងដូចនេះថាកម្មករនេះស្គមដូចអ្នកញាតិអាភិអញ្ចឹងនឹងមានកម្លាំងជីកដីបានដែរឬទេប៉ាចៅចិត្តបានឆ្លើយតបទៅ Connery វិញយ៉ាងដូចថាមនុស្សត្រង់គេមិនដែលសម្គាល់ថាជាមនុស្សងងនោះទេឯមនុស្សស្គមវិញក៏គេមិនដែលសម្គាល់ថាជាមនុស្សខ្សោយដែរស្គមយ៉ាងខ្ញុំបាទនេះមានកម្លាំងដូចមនុស្សថតដែរគ្រាន់តែមិនសូវមានសាច់ឈាមថតបរិបូរទេតើ
យើងមិនគួរវិនិច្ឆ័យលើនរណាម្នាក់ឬអ្វីមួយដែលផ្អែកលើអ្វីដែលយើងមើលតែនៅផ្នែកខាងក្រៅឬលើអ្វីមួយដែលយើងយល់ឃើញដែលមិនដឹងពីស្ថានភាពពេញលេញនោះទេសម្រាប់បងប្អូនដែលចង់ស្ដាប់អេពីសូតថ្មីៗរបស់ខ្ញុំបន្តទៀតសូមអ្នកទាំងអស់គ្នាចូលទៅស្ដាប់ក្នុង Channel វិភាគកីឡាបានហើយបើសិនបើអាចសូមចុច Like Comment និង Subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលជួយបង្ការឲ្យយើងកុំឆាប់វិតម្លៃលើនរណាម្នាក់ឬលើស្ថានភាពអ្វីមួយលឿនពេកវិធីសាស្ត្រទី1ផ្លូវឆ្ងាយដឹងកម្លាំងសេះស្ថានភាពលំបាកស្គាល់ចិត្តមនុស្សយើងមិនអាចវិតម្លៃលើនរណាម្នាក់ដែលគ្រាន់តែមើលលើសម្បកខាងក្រៅរបស់ពួកគេឡើយដោយសុភាសិតរបស់ប្រទេសចិនបានពោលថាផ្លូវឆ្ងាយដឹងកម្លាំងសេះស្ថានភាពលំបាកស្គាល់ជាមនុស្សដើម្បីអាចដឹងពីចរិតពិតរបស់ពួកគេបានមានតែពេលវេលាតែប៉ុណ្ណោះដែលអាចប្រាប់បានថាតើគាត់ជាមនុស្សប្រភេទបែបណាឲ្យពិតប្រាកដឧទាហរណ៍ប្រសិនបើយើងស្រឡាញ់នរណាម្នាក់តើអ្វីដំបូងគេដែលយើងឲ្យតម្លៃទៅពិតប្រាកដណាស់ថាភាគច្រើនគឺគេឲ្យតម្លៃទៅលើសម្បកខាងក្រៅជាមុនសិនដូចជារូបសម្រស់កម្ពស់រាងរៅឋានៈនិងការងារក្រោយមកទៀតទៅគេមើលទៅលើភាពខាងក្នុងដូចជាចិត្តគំនិតភាពចាស់ទុំជាដើមរូបសម្រស់ខាងក្រៅគឺស្អាតបានត្រឹមតែប្រមាណឆ្នាំតែប៉ុណ្ណោះប៉ុន្តែអ្វីដែលស្ថិតថេរមានតែចិត្តគំនិតដែលស្អាតមកពីខាងក្នុងតែប៉ុណ្ណោះទើបគង់វង្សវិធីសាស្ត្រទី2មើលឲ្យជាសម្ញាចិញ្ចើមរាល់ពេលដែលមានបុគ្គលិកថ្មីមកដាក់ពាក្យសុំការងារធ្វើយើងតែងតែសង្កេតឃើញមានបុគ្គលិកចំនួន3ប្រភេទគឺប្រភេទទី1ធ្វើល្អបានតែក្នុងពេលសម្ភាសប៉ុន្តែពេលទទួលបានការងារអនុវត្តជាក់ស្ដែងពួកគេធ្វើមិនបានល្អទៅវិញប្រភេទទី2ពេលសម្ភាសហើយក៏ល្អពេលចេញធ្វើការជាស្ដែងក៏រត់តែល្អនិងប្រភេទចុងក្រោយគឺជាប្រភេទពេលសម្ភាសពួកគាត់សម្ភាសមិនសូវជាបានរលូននោះទេតែពេលចេញអនុវត្តការងារជាស្ដែងវិញពួកគាត់ពិតជាបំពេញការងារបានល្អយូរតែមែនទែនដូច្នេះហើយប្រសិនបើយើងជាអ្នកសម្ភាសឬបុគ្គលិកយើងមិនគួរវិតម្លៃពួកគាត់ត្រឹមតែការមើលទៅលើ CV ឬនៅពេលដែលពួកគាត់មកសម្ភាសនោះទេគឺយើងត្រូវចេះសង្កេតមើលពីសកម្មភាពនិងសមិទ្ធផលជាក់ស្ដែងរបស់ពួកគាត់សិនសូមវិតម្លៃតាមក្រោយនៅកន្លែងការងាររបស់ខ្ញុំគឺគេមានតារាងវិតម្លៃបុគ្គលិកថ្មីដោយភាគច្រើនគឺមេតាំងផ្នែកនីមួយៗជាអ្នកដាក់បន្ទុកឲ្យខ្ញុំធ្លាប់វិតម្លៃទៅលើមិត្តរួមការងាររបស់ខ្ញុំខុសដល់ពេលខ្ញុំឃើញគាត់ជាលើកដំបូងខ្ញុំគិតថារូបរាងគាត់តូចស្គប់បែបហ្នឹងខ្លាចតែលើករបស់ធ្ងន់ធ្ងរនឹងការទេមើលទៅប៉ុន្តែក្រោយមកខ្ញុំបានផ្ដល់ឱកាសឲ្យគាត់សាកល្បងការងារនោះហើយគាត់ក៏អាចធ្វើវាបានហើយធ្វើបានល្អថែមទៀតផងតាមពិតទៅការងារនៅផ្នែករបស់ខ្ញុំមិនត្រូវការប្រើកម្លាំងបាយគ្រប់ពេលនោះទេប៉ុន្តែអ្វីដែលយើងត្រូវការប្រើនោះគឺបច្ចេកទេសច្រើនជាងវិធីសាស្ត្រទី3មើលធ្លុះស្ថានភាពនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងមិនត្រឹមតែត្រូវមានជំនាញក្នុងការចេះមើលមនុស្សនោះទេប៉ុន្តែយើងក៏ត្រូវមានជំនាញក្នុងការចេះមើលស្ថានភាពឬរឿងរ៉ាវផ្សេងៗដែលកំពុងតែកើតឡើងនៅជុំវិញខ្លួនរបស់យើងផងដែរដោយសម្ដីរបស់ស៊ឺម៉ាអ៊ីនៅក្នុងរឿងសាមកុកបានពោលថាចេះប្រើត្រឹមពាក្យព្រោះមានអីអស្ចារ្យចេះមើលកលៈទេសៈទើបជាកម្ពុជាមនុស្សប្រជាជនរបស់យើងមានមូលដ្ឋានគ្រឹះក្នុងការគិតពិចារណាបានតិចតួចខ្លាំងណាស់តែបើគាត់ធ្វើការវិតម្លៃទៅលើនរណាម្នាក់ឬវិតម្លៃទៅលើស្ថានភាពអ្វីមួយដោយគ្រាន់តែពឹងផ្អែកទៅលើបណ្ដាញសង្គមតែប៉ុណ្ណោះឧទាហរណ៍កាលពីប្រមាណឆ្នាំមុនប្រជាជនរបស់យើងមានអបិយជំនឿជឿថាពិភពលោកទាំងមូលប្រកបជាត្រូវទឹកចំនួនលិចលង់អស់ជាជីវរំខានហើយបើសិនបើពួកគេចង់មានជីវិតរស់នៅបន្តពួកគេត្រូវមកកាន់ភ្នំគូលែនទៅរួចផុតជីវិតបានមានបងប្អូនខ្លះពួកគាត់ជឿពួកគាត់ថែមទាំងលក់ផ្ទះលក់ដីហើយធ្វើដំណើរទៅកាន់ភ្នំគូលែនទាំងគ្រួសារតែម្ដងដោយសារតែពួកគាត់ឆាប់វិតម្លៃលើស្ថានភាពទាំងអស់នោះឆាប់ខ្លាំងពេកទៅធ្វើឲ្យមានវិបដិសារីនៅថ្ងៃក្រោយយើងគ្រាន់តែសាកគិតមើលទៅថាតើបើសិនជាមានទឹកចំនួនលិចពិភពលោកមែនតើភ្នំគូលែនទៀតប៉ុណ្ណឹងអាចមិនលិចបានដែរអីចុះហេតុអ្វីបានជាគេមិនព្រមឡើងទៅលើភ្នំអេវរ៉េសទៅព្រោះភ្នំអេវរ៉េសជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេនៅលើលោកបាទនៅក្នុងវិស័យបន្តវិញមើលនឹងក្លឹបចាយលុយទិញយកកីឡាករណាម្នាក់យកមកចូលរួមក្នុងក្រុមរបស់ពួកគេតែងតែមានក្រុមបច្ចេកទេសឬក្រុមជំនាញដើម្បីតាមដានទៅលើទម្រង់លេងរបស់កីឡានោះជាខ្លាំងក្រោយពេលពួកគេប្រមូលយកតរណីអស់ហើយក្លឹបនឹងធ្វើការសម្រេចចិត្តថាតើពួកគេគួរទិញយកកីឡាករម្នាក់នោះឬអត់ឧទាហរណ៍ដូចជាកីឡាករ George Bellingham អញ្ចឹងទម្រាំតែក្លឹបអាត្រិតសអូរីម៉ាឌ្រីតចេះលុយនាំយកខ្សែបម្រើសញ្ជាតិអង់គ្លេសរងនេះមកកាន់ទឹកដី San Diego Bernabeu នោះក្លឹប Real Madrid បានចាយពេលវេលារាប់សិបខែទើបសម្រេចចិត្តផ្ទេរយកកីឡាករ George Bellingham ពីក្រុម Borussia Dortmund ក្នុងតម្លៃ113លានផោនកាលពីឆ្នាំ2023កន្លងទៅខ្ញុំសូមលើកយកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំយកមកចែករំលែកដល់អ្នកទាំងអស់គ្នាបន្តិចទៀតចុះកាលពេលខ្ញុំចេញប្រឡូកក្នុងសង្គមការងារជាលើកដំបូងខ្ញុំមានអារម្មណ៍អវិជ្ជមានចំពោះអ្នកដែលមានសាក់នៅលើដងខ្លួនយ៉ាងខ្លាំងមានមិត្តរួមការងាររបស់ខ្ញុំម្នាក់គាត់សាក់នៅលើដងខ្លួនពេញតែម្ដងនៅពេលដែលខ្ញុំឃើញសាក់របស់គាត់ជាលើកដំបូងធ្វើឲ្យខ្ញុំវិតម្លៃលើគាត់ថាកាលពីមុនគាត់ប្រហែលធ្លាប់ជាបងតេបងធំនៅតំបន់ណាមួយចិត្តជាបង្ខានដោយសារតែខ្ញុំឆាប់វិតម្លៃលើសម្បកខាងក្រៅរបស់គាត់ពេកទៅធ្វើឲ្យតំណែងការងាររបស់យើងទាំងពីរនាក់ចេះតែឆ្ងាយពីគ្នាម្ដង
បន្តិចម្ដងប៉ុន្តែក្រោយមកខ្ញុំបានចាប់ផ្ដើមមើលទៅលើរូបគាត់ក្នុងផ្លូវវិជ្ជមានវិញម្ដងខ្ញុំសង្កេតឃើញថាបើទោះបីជាគាត់មានសាក់នៅលើដងខ្លួនក៏ដោយប៉ុន្តែគាត់គឺជាមនុស្សល្អនៅកន្លែងធ្វើការវិញគាត់គឺជាបុគ្គលិកដែលចេះជួយយកអាសាក្រុមការងារជាពិសេសគាត់បានចែករំលែកបទពិសោធន៍ដែលគាត់បានឆ្លងកាត់នៅក្នុងសង្គមដល់បងប្អូនចំណងក្រោយទៀតផងគាត់បានផ្ដល់ដំបូន្មានដល់អ្នកធ្វើការចាំមើលគ្នាថាយើងមិនគួរមើលមនុស្សតែលើសម្បកខាងក្រៅនោះទេការដែលគាត់ចាក់សាក់ព្រោះដោយសារតែគាត់ស្រឡាញ់សិល្បៈក្នុងការចាក់សាក់តែប៉ុណ្ណោះសរុបមកវិញបុគ្គលម្នាក់ៗមានតម្លៃពិសេសរៀងៗខ្លួនគ្មាននរណាម្នាក់អស្ចារ្យជាងនរណាម្នាក់ឡើយហើយតម្លៃរបស់មនុស្សម្នាក់មិនស្ថិតនៅលើសម្បកខាងក្រៅនោះទេសម្បកខាងក្រៅប្រៀបបានដូចសម្បកដើមឈើអញ្ចឹងឬឯសម្បកខាងក្នុងប្រៀបបានទៅនឹងក្លឹមរបស់ដើមឈើតើអ្នកទាំងអស់គ្នាធ្លាប់វិតម្លៃលើនរណាម្នាក់តែសម្បកក្រៅដែរទេមុននឹងបញ្ចប់អេពីសូតនេះទៅខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំបានលើកឡើងនៅខាងលើនឹងផ្ដល់ផលប្រយោជន៍ដល់អ្នកស្ដាប់ podcast ទាំងអស់គ្នាបានបើសិនអ្នកទាំងអស់គ្នាគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមអ្នកទាំងអស់គ្នាកុំភ្លេចចុច like comment និង subscribe មួយផងជួបគ្នានៅអេពីសូតក្រោយសូមអរគុណ